បាទជំរាបសួរដោយសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃហ្នឹងខ្ញុំមានវីដេអូថ្មីដែរបងប្អូនណាបាទគឺថ្ងៃហ្នឹងខ្ញុំមានជើងស្ងោរជើងមាន់ជាមួយអំបិលម្ទេសក្រូចឆ្មាបាទឬឈ្មោះក៏ប្លែកដែរបងប្អូនបាទបន្ថែមនេះមិនមែនបងប្អូនទេបងប្អូនបាទគឺបុករ៉ូឌីបាទច្រឡំអំបិលម្ទេសបាទគឺអំបិលរ៉ូឌីបាទតោះឥឡូវយើងមកដាក់ស្ងោរជើងមាន់នេះសិនបងប្អូនឥឡូវយើងដាក់ស្ងោរទុកចោលទៅយើងមកចាប់ផ្ដើមបុកប្រទេសយើងមកបងប្អូនបាទនេះយើងតែបងប្អូននេះមានពីខ្ទឹមសប្រទេសអញ្ចឹងបងប្អូនបាទបងប្អូនមានប្រទេសក្របក៏ដាក់បានបងប្អូនតែថ្ងៃនេះមានប្រទេសក្របដាក់ប្រទេសហុយតែម្ដងថាបងប្អូនចូលចិត្តដាក់លេខគ្នាឬតែអីទៀតដែរបងប្អូនណាដល់ហើយយើងចាំមកធ្វើទឹកជ្រលក់គេហាត់ទឹកជ្រលក់ហ្នឹងវាស្រួលហើយបងប្អូនសាកធ្វើដែរប្រហែលឃើញគេធ្វើតំណងឆ្ងាញ់បាទគេសាកធ្វើនឹងគេដែរទៅបងប្អូនតែគាត់ទៅប្រាប់ថាជើងមាន់ស្រស់បាទជាមួយទឹកជ្រលក់បាននេះគឺថាចាក់ជាតិដែរបងប្អូនណាតែជាតិតែម្ដងបងប្អូនបាទនេះសាច់ស៊ុបរ៉ូឌីយើងបាទយើងចាក់ចូលមកយើងបុកវាឲ្យម៉ត់បាទបងប្អូនបាទទឹកជ្រលក់បាននេះយើងធ្វើឲ្យជួយអត់ឆ្ងាញ់បងប្អូនហឹលឲ្យជូរឥឡូវយើងបាច់ក្រូចឆ្មាចូលមកឆ្មាដាក់តាមចំណងចិត្តបងប្អូនបាទតិចលុយជូរដាក់ជូរជ្រះថែមណាបងប្អូនបាទចាត់ហូបអត់ការដល់បងប្អូនបងប្អូនឃើញណាយើងច្បល់វាចឹងមកឃើញអត់តំណអត់បងប្អូនបែកខាប់ចឹងណាពេលបែកខាប់ចឹងតែជាតិណាតែខ្ញុំបន្ថែមទឹកតិចបងប្អូនបាទទឹកដែលយើងស្ងោរជើងមាន់បាទបន្ថែមបន្តិចឲ្យវារាវយើងបន្តិចចឹងណាមកឥឡូវរួចរាល់បងប្អូនយើងសេរីកាមេរ៉ាអីដាក់មកអែមកនេះជើងមាន់យើងបាទគួរស្បដែរឥឡូវយើងមកសាក់ភ្លក់មើលអូយ៉យនេះខាប់ផ្អឹសបងប្អូនជាតិបងប្អូនអើយវាងាយឡើងឲ្យបាន2 3កំប៉ុងអីអូណាមើលតែមាត់ហ្នឹងបងប្អូនបាទពីមិនដាច់ពីមាត់តែម្ដងជើងមាត់នេះវាយើងមានបាទសម្រាប់គ្រឿងក្លែមបាទយើងធ្វើបានច្រើនបងប្អូនបាទចង់ឆាបាទម្ទេសក៏បានឆាគ្រឿងក៏ឆ្ងាញ់បំពងគេថាបានគ្រប់មុខសម្រាប់គ្រឿងក្លែមបាទជើងមាន់នេះបាទអាចជ្រក់ជើងមាន់ទៅក៏បានដែរឲ្យតែយើងចេះធ្វើបាទអីក៏ឆ្ងាញ់ដែរ